ស្រីខ្មែរយើងតែផឹកមួយចិនជនជាតិចិនប្រុសស្រីប្រុសចាប់នៅវាស្លាប់អស់ដឹងខ្លួនទេតែគេអូសទៅដាក់លើតុដេកនោះវាអង្គុយផឹកហ្នឹងទៅវាម៉ៅទាំងអស់វានិយាយចិនមកវាណាអង្គុយផឹកហ្នឹងទៅវាម៉ៅទាំងអស់បាទវាម៉ៅម្នាក់50000ដល់ពេលផឹកស្វងទៅផឹកស្រាចិនហ្នឹងម្នាក់មួយកែវគឺលែងដឹងខ្លួនយកមកអូអត់តែម្នាក់មួយកែវទេទៅទៅនឹងមួយនៅខាងណាមួយខាងនេះដឹងខ្លួនមកប៉ុន្មានវិញពេលនេះដឹងខ្លួនមកប៉ុន្មានយកមកមិន10យើងពីដល់មិនទៅហើយគ្នាទៅកូនខ្ចីហ្នឹងនេះកូនខ្ចីទៅបាន3ខែកន្លះគឺមានស្ត្រី2នាក់ម្នាក់ជាអ្នកលក់ម្ជូរហើយម្នាក់ទៀតជាអ្នកលក់សណ្ដែកដីចិនឲ្យផឹកម្នាក់មួយកែវគឺស្ត្រីទាំង2នាក់គឺអត់ដឹងខ្លួនទេស្លាប់តាំងពីម៉ោង7ល្ងាចទៅម៉ោង11ជាងយប់ទើបដឹងខ្លួនហ្នឹងគឺជនជាតិចិនចាប់ដើមទាញដៃចូលក្នុងផ្ទះនេះតែអត់ឲ្យយកម៉ូតូចេញទេហើយឥឡូវនេះបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនសាច់ញាតិរបស់ជនរងគ្រោះជាអ្នកលក់ម្ជូរទាំង2នាក់នេះតែម្ដងកន្លែងកើតហេតុដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញនេះតែម្ដងបងប្អូនបាទគោរពនិងជំរាបសួរប្រិយមិត្តទស្សនិកជនដែលនិយមតាមដាននិងទស្សនាការផ្សាយរបស់អង្គភាព NSP News គណៈស្មាននៅផងដែរគឺម៉ោង 1:32 នាទីឈានចូលថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025គឺមានករណីដ៏ចម្លែកមួយគឺស្ត្រី2នាក់ម្នាក់ជាលក់ម្ជូរហើយម្នាក់ទៀតជាអ្នកលក់សណ្ដែកដីសពមួយដងគឺមកដល់កន្លែងទីតាំងខាងសាច់អាំងស៊ុបហតហ្នឹងគឺជនជាតិចិនតែងតែប៉ៅម្ជូរប៉ៅសណ្ដែកដីពីស្ត្រីទាំង2នាក់ដែលដើរលួងគឺប៉ៅអស់តែម្ដងហើយមកដល់ថ្ងៃនេះគឺជនជាតិចិនហ្នឹងគឺបានប៉ៅទាំងម្ជូរប៉ៅទាំងសណ្ដែកដីអស់ហើយហៅស្ត្រីទាំង2នាក់ដែលលក់ម្ជូរលក់សណ្ដែកដីទៅផឹកជាមួយជនជាតិចិនដែលប្រុសហ្នឹងតែម្ដងហើយបើតាមបញ្ជាក់ពីជនរងគ្រោះគឺផឹកស្រាចិនហ្នឹងម្នាក់តែមួយកែវម្នាក់តែមួយកែវទេបណ្ដាលឲ្យស្ត្រីទាំង2នាក់បាត់បង់ស្មារតីតាំងម៉ោង7ល្ងាចរហូតដល់ម៉ោង11ទៅ11កន្លះយប់ទើបដឹងខ្លួនបងប្អូនប្រិយមិត្តហើយស្ត្រីទាំង2នាក់គាត់បានបញ្ជាក់ថាមិនដឹងថាយ៉ាងម៉េចទេដោយសារគាត់អត់ដឹងខ្លួនមិនដឹងថាវាបៀតបៀនគេខ្មាស់យ៉ាងណាក៏អត់ដឹងដែរដោយសារគាត់សន្លប់ស្ដុកស្ដឹងរហូតដល់ម៉ោង11ទៅ11កន្លះទើបដឹងហើយបន្ទាប់មកគាត់ដឹងខ្លួនចឹងទៅគាត់ជាយាមចាក់ចេញយកម៉ូតូយករបស់របរដែលគាត់លក់ម្ជូរលក់សណ្ដែកដីចេញពីកន្លែងកើតហេតុប៉ុន្តែជនជាតិចិនហ្នឹងគឺអត់ឲ្យចេញទេគឺចាប់ដៃអូសម៉ូតូអីចូលទៅក្នុងវិញចឹងទៅហើយបន្ទាប់មកស្រីទាំង2នាក់នេះបានធ្វើដំណើរជិះ Pass App ទៅផ្ទះប្រាប់គ្រួសារសាច់ញាតិអញ្ចឹងទៅបានគ្រួសារសាច់ញាតិដឹងរឿងគឺហៅមកដល់កន្លែងកើតហេតុដើម្បីមកយកម៉ូតូវិញប៉ុន្តែបែរជាជនជាតិចិនហ្នឹងបានចាក់សោបាត់ទៅហើយចំណែកជនរងគ្រោះគឺគាត់អត់ចង់បានអីទេគាត់អត់បានដាក់ពាក្យបណ្ដឹងឬដាក់ស្អីទេគ្រាន់តែចង់សុំយកម៉ូតូដែលដាក់ក្នុងផ្ទាំងយកទៅផ្ទះវិញដើម្បីព្រឹកឡើងគាត់បញ្ញាប់ទៅទិញម្ជូរហើយព័ត៌មានយ៉ាងណានោះយើងនឹងទៅសម្ភាសសាកសួរភាគីជនរងគ្រោះក៏ដូចជាគ្រួសារជនរងគ្រោះនៅកន្លែងកើតហេតុនេះតែម្ដងឥឡូវចាក់សោម៉ូតូបងកូនបងនៅក្នុងហ្នឹងហើយវាហែកចេញក្រៅវាភ័យវាពេកអូហែកវាហែកមកតាមក្រៅឥឡូវចេញនោះចេញមកហ្នឹងបាត់ហើយឥឡូវម៉ូតូនេះអូម៉ូតូនៅក្នុងហ្នឹងណាស្រីខ្មែរយើងតែផឹកមួយចិនជនជាតិចិនប្រុសស្រីប្រុសបាទជាក់ច្បាស់ណាស់វិញប្រុសប៉ុន្តែកូនបងលក់បន្ទូមានទេប្រហែលនាក់មាន2នាក់មាន2នាក់តែស្រីទាំង2នាក់ខ្មែរសុខសាស្ត្រខ្មែរទាំងពីរប៉ុន្តែណែចិនដែលចាប់កូនបងគឺផោចាប់នៅវាស្លាប់អស់ដឹងខ្លួនទេតែគេអូសទៅដាក់លើតុដេកនោះដល់វាដឹងខ្លួនឡើងវាទិញម៉ូតូចេញតែអាចិនហ្នឹងវាទិញម៉ូតូចូលវិញវាភ័យពេកវារត់ចេញក្រៅប្រោយទៅដល់វាប្រាប់ម៉ែឪវាមកឃើញចាក់សោប្រោយអូហ្នឹងបាទអញ្ចឹងខ្ញុំអត់ទៅស្អែកឃើញកូននេះមកយូរហើយធ្លាប់ម៉ោង9ចូលផ្ទះដល់ដល់ម៉ោង2ដណ្ដប់ហើយឃើញចូលផ្ទះអញ្ចឹងបានខ្ញុំស្អែកគ្រានថានៅកន្លែងហ្នឹងបាទលោកបងហៅកូនបងបាទជួយពលឺនេះបានទេជួយអេណោះជួយពលឺបន្តិចវាខ្មាស់បាទពីមុនគាត់ស្គាល់ចិនអត់ចុះអត់ដាល់ស្គាល់ទេអត់ដាល់ស្គាល់ចិនទេតែចិនហ្នឹងឲ្យអាម៉ៅទាំងអាម៉ៅហីម៉ៅម្ជូរទាំងអស់តែម្ដងមកចាក់មកតែមនុស្សទៀតនំម៉ៅមនុស្សទៀតបាទវាចង់ចាប់វាចង់នេះបាទចង់មានមកឯងហ្នឹងចង់មានបាទហើយគ្នាទៅកូនខ្ចីហ្នឹងនេះកូនខ្ចីទៅបាន3ខែកន្លះកូនឥឡូវកូនទៅបាត់ហើយកូនក្លៀនបាយដល់គោបាទក្លៀនបាយដល់គោឥឡូវទៅបាត់ហើយនៅតែវានោះ3ខែកន្លះបាទហើយឥឡូវជាប់នៅក្នុងជាប់អីគេខ្លះគាត់ម្នាក់បងកូនបងលុយហើយនឹងទូរស័ព្ទហើយនឹងម៉ូតូណានៅក្នុងការម៉ូតូទាំងអស់នៅក្នុងអស់លុយលក់គ្រឿងជូរមកដាក់ក្នុងម៉ូតូទាំងអស់
បាទហើយ ហើយទេក៏ចូលដែរមួយថ្ងៃទេចូលតែមានអត់មានអ្នកលើកនៅក្នុងកាបតូន បាទហើយលើណែជនចិត្តចិនរបស់បានបញ្ជាក់ថាឥឡូវគឺគាត់ចេញដំណើរបាត់ហើយ ដឹងចេញទៅណាខ្ញុំអត់ដឹង ធ្វើចាក់សោ នៅចាក់សោក្រៅ ចា នេះ ក់សោក្រៅបាត់អស់ ហ្នឹង ហើ ហើយ យ អូបាទប្រិមត្តទូទៅសេជនបាទហើយគាត់មកជួបមកជួបតាមម៉ោងម៉ានបង 2ម៉ោង5 ពីម៉ោង5 ហ្នឹងហើយដល់ម៉ោង9មានធ្លាប់ចូលផ្ទះ បាទ តនេះដល់ម៉ោង10 2 10អត់ឃើញចូលហើយគេយំស្រីថាទៅគេយកបាត់ទៅក្នុងផ្ទះហ្នឹង អូអញ្ចឹងមុននឹងមានគាត់ទេដល់បងណែ ទេ គាត់ទេដល់បងថាមិនក្លែង ខាងបើទៅប៉ឯងនៅក្នុងផ្ទះហ្នឹងខ្ញុំហ៊ានយកចេញអាចិនហ្នឹងវាចាក់សោអង្កេឯង បាទ ហ្នឹងបើនៅក្នុងហ្នឹងបើហើយ ហើយបងបានសួរនាំគាត់ថាអាចិនគាត់ធ្វើយ៉ាងម៉េចខ្លះមក វា ជួប ចាប់ គាត់ វាចាប់ ចាប់ វាចាប់ ចាចាប់វាចាប់ទីម៉ូតូចេញហ្នឹងហើយវាភ័យពេកគឺចាប់ម៉ូតូវារត់ចេញញ៉ាំធ្ងន់ក្រោយ បាទអូ វាជីវ៉ាស្អាប់ទៅផ្ទះហ្មង ប៉ុន្តែវាមានបានធ្វើអាយ៉ាបត់ណាមួយបន្សំ វាចាប់ដៃវាប្រឡែងវាយដៃរត់ចេញមកហ្មង អូគាត់តែចាប់ដៃចាប់អត់បានធ្វើបាទអត់បានធ្វើកម្មវិធី អត់មានធ្វើបានវាអីទេទីម៉ូតូចូលក្នុងវាភ័យវារត់ទៅប្រាប់ប៉ាវា ចុះកូនបងណាម្នាក់ទៀត មួយទៅពួកម៉ាក់វាទេ មួយទៀតពុកម៉ាក់ទេ ហ្នឹងហើយ ជួបមួយគ្នាអងថ្ងៃហ្នឹង មួយលក់ស្លៃអីមួយលក់ជូរ អូបាទអញ្ចឹងអត់ដល់មកលក់មជូរហ្នឹងគឺមកទាំងអស់ទាំងអស់ អងអស់ អត់ដល់នេះចង់មកទាំងមនុស្សទៀត ហ្នឹងហើយ បាទ ម៉ូតូដែលចុះដល់ក្នុងម៉ូតូម៉ាយដែរបង ស្កូពី025 កុំពី0.5ពណ៌ដែរបង ពណ៌ខ្មៅ ពណ៌ខ្មៅណាបាទ វក់ខ្មៅ ទៅច្បាស់នៅក្នុងហ្នឹងបង នៅក្នុងហ្នឹងចិត្តតែលេង បាទ តែ7ថ្ងៃហ្នឹងបង អូបាន7 7ថ្ងៃទៀត 7ថ្ងៃទៀត បាទ ឥឡូវដំណោះស្រាយយ៉ាងម៉េចបងមកជួបសៅយ៉ាង ដល់នឹងទៅធ្វើមកនេះចង់ឲ្យគាត់ចាក់សោវិញសុំ ឥឡូវ ទៅវិញទេ សមត្ថកិច្ចមកហើយ តែកិច្ចមកដល់កន្លែងការហេតុហើយ ខ្ញុំបងមកគេយើង ប៉ុន្តែក្នុង ខ្ញុំ ចាក់ គុំទៅធំម៉ោង3ហើយខ្ញុំផឹកឡើងទៅលក់ថ្ងៃទឹកទៅបង បាទ ហើយទៅធ្វើយើងមានបានអីឥឡូវខ្ញុំសុំមកទៅកិច្ចថាខ្ញុំសុំតាមម៉ូតូវិញខ្ញុំអត់ចង់បានអីខ្ញុំសុំតាមម៉ូតូរកស៊ីវិញនេះសុំតែប៉ុណ្្នឹងខ្ញុំអត់ចង់បានអីគេពីគេទេ បាទ ឲ្យកូនខ្ញុំខ្លួន ចង់យកម៉ូតូវិញ កូនមួយថ្ងៃហើយបាទ ដោយសារ ជួបសៅហើយដល់ទៅកុំចាស់ទេ ចាស់ទាំងនឹងមួយណាខ្ញុំអត់ស្គាល់បង បាទ អញ្ចឹងកូនស្រីអ្នកនេះគឺមិនទាន់អីណាគាត់ចាប់អី អត់អីទេចា បាទហើយចូលម្នាក់ទៀតអ្នកលក់សណ្ដែកដីគឺ នោះ អូពីនេះពេលមក ពីតែម្ដងដែរ ចា ធ្វើសកម្មភាពអីមិនក៏បីម្លូនណា គេទៅវាស្លាប់ទៅបងវាស្លាប់បងវាស្លាប់វាដឹងគឺទៅពេលវាដឹងហើយវារត់ចេញហ្មងវារត់ចេញវាហាច់វាមក អូ ហើយម្នាក់ទៀត ស្លាប់ទាំងពីរឬយ៉ាង ចូល ម៉េច មកខ្ញុំសួរវាអត់ដឹងដែរហ្នឹង អូអត់ដឹងនឹងពីរនាក់អញ្ចឹង ខ្លាចតែវាត្រូវឆ្នាំពួកចិនហ្នឹងហ្មងណាមិនដឹងអូពេលមកស្លាប់ទៀតដឹងអត់ដឹងអីសួរដឹង ស្លាប់យូរដែរ ជួយ អត់ដឹង ស្លាប់ដល់ពីម៉ោងប្រហែលដែរ ខ្ញុំមិនដឹង អញ្ចឹងអនឡាញមកលក់មជូរមកលក់ ខ្ញុំទៅពេកមកមិញខ្ញុំ មកលក់មជូរមក6ជាង 6ជាង មក6ជាង ឥឡូវពូមកពូបលីមក អូអានេះធ្លាប់ឃើញលក់ដៃរងថ្ងៃដែរ បាទ ដល់ពេលដឹងខ្លួនមកមែនគាត់ បានលើនេះ ឥឡូវមេបោះពូហេតុ ហើយមិនលឿន ឆ្លើយមួយមេបោះ គេមិនស្រេចដៃឯងមក 50000ម្នាក់50000 ម្នាក់50000 ចា ហើយផឹក សុំចូលចំពោះទៅទៀត គេបានស្រេចដៃម្នាក់50000 ចា ហើយផឹកទាំងពីរនាក់ណា ចា ហើយបន្ទាប់មករឿងម៉ូតូរឿងអីចូលក្នុង ខ្ញុំមិនដឹងដែរខ្ញុំមិនដឹងខ្លួនទេ អញ្ចឹងមានន័យថាពីនេះឯងសបាំង ចា សបាំងឲ្យជួយម៉ូតូចូលទៅមិន ចា ហើយដល់ចិត្តទៅបានហើយ បាត់ហើយដឹងទៅណាអត់ដឹងទៅណាយកតោងចូលក្នុងបាត់ហើយ មិនបានទេ ពេលដែលឯងដឹងខ្លួនឡើងមកមែន ធំចាយើងមកដល់កន្លែងហ្នឹងដូចជាម៉ោង7ជាងវា78ហើយ បាទ ម៉ោង7ជាង78ហើយដល់មកដល់ភ្លាមវានិយាយមិនបងវាទិញតែម្នាក់តែ5000ទេម្នាក់5000ទេដល់ពេលវាអង្គុយផឹកហ្នឹងទៅវាម៉ៅទាំងអស់វានិយាយចិនមកវាណាអង្គុយផឹកហ្នឹងទៅវាម៉ៅទាំងអស់ បាទ វាម៉ៅម្នាក់50000ដល់ពេលផឹកស្បង់ទៅផឹកស្រាចិនហ្នឹងម្នាក់មួយកែវម្នាក់5គឺលែងដឹងខ្លួនយកមក អូ ផឹកតែម្នាក់មួយកែវទេ ទៅទៅហ្មងទៅនឹងមួយនៅខាងណាមួយខាងនេះ ដឹងខ្លួនមកម៉ានវិញ ដូចជា ពេលនេះដឹងខ្លួនមកម៉ាន ដឹងខ្លួន ខ្ញុំ ម មក កមែន មិន10ជាងពី10ដឹងខ្លួន អូ ដល់ពីម៉ោង7ម៉ោង10បានដឹងខ្លួន3ម៉ោង ហើយខ្ញុំវិញខ្ញុំជីភាសាប់ ខណៈដឹងខ្លួនឡើង ខ្ញុំដឹងខ្លួនជីភាសាប់ដូចជាម៉ោង11កន្លះ11កន្លះ11កន្លះជីភាសាប់ បាទ ជីភាសាប់ឲ្យបងភាសាប់មកនឹកខ្ញុំមកដល់ហ្នឹងជីមកដល់ហ្នឹងទៀត តែយើងកន្លងមកធ្លាប់មកលុកនៅផ្ទះហ្នឹងអត់ ធ្លាប់តែវាអត់ហៅផឹកឯថ្ងៃហ្នឹងវាហៅផឹកណា គេហៅស្លាប់រោយ ចា ប៉ុន្តែអត់ដឹងថាគេធ្វើអីចំពោះយើងអត់ដឹងទេអត់ដឹងហ៎ គាត់ដឹងមកខ្ញុំស្គាល់បាត់ហើយ អ
ដល់ពេលអូនឯងដឹងខ្លួនឡើងក៏ឃើញម៉ូតូហ្នឹងអូនឯងយកម៉ូតូចេញមិនដែរវាអត់យកចេញ ហ្នឹងហើយវាខ្ញុំទីចូលវិញខ្ញុំទីចូលតាមវាទៅហើយខ្ញុំរត់ចេញមកទៅពេលវាទេមកខ្ញុំហ្នឹងហើយសើមិនខ្ញុំទេទៅពុកម៉ែខ្ញុំ ចុះឥឡូវអូនឯងមានដឹងថាវារត់ចេញទៅណាចឹងហ្នឹងចុះ ខ្ញុំដឹងតែពេលវាប្រួយខ្ញុំទៅហ្នឹងវាប្រួយខ្ញុំថាទៅគោឡាញរហូតពេលនិយាយហ្នឹងពេលនិយាយចិនហ្នឹង បាទ ទៅគោឡាញតែខ្ញុំមិនដឹងប្រកាសថាវានៅក្នុងហ្នឹងនៅហ្នឹងអត់ទេ បាទឥឡូវជាបន្តទៀតឯងដាក់ពីបណ្ដឹងអត់ វាមកចង់ដាក់ពីបណ្ដឹងខ្ញុំចង់ដល់ឲ្យតាគេមក ចង់យកម៉ូតូចេញវិញទេ តែម៉ូតូចេញមកវិញហ៎ហើយខ្ញុំផាខ្ញុំជេរ បាទបងប្អូនប្រិយមិត្តឥឡូវនេះគឺម៉ូតូជន់រងគ្រោះដែលស្គប់ពីត្រូវបានជនជាតិចិនអូសចូលទៅក្នុងផ្ទាំងគឺនៅក្នុងផ្ទះនឹងនៅឡើយទេប៉ុន្តែលោកពូមេប៉ុស្តិ៍ទួលស្វាយព្រៃ2អញ្ជើញភាគីទាំងពីរដែលជាអ្នកលក់មជូរមួយអ្នកលក់សណ្ដែកដីមួយទៅប៉ុស្តិ៍សិនដើម្បីសួរនាំវាកើតហេតុដំបូងមកពីមូលហេតុអីដើម្បីគាត់សាកសួររួចចប់សពគ្រប់តាមព្រឹកឡើងគាត់នឹងដោះស្រាយម៉ូតូដែលជាប់នៅក្នុងផ្ទះនេះទៅជូនទៅគ្រួសារជនរងគ្រោះផងដែរបងប្អូនប្រិយមិត្តហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបាននៅនឹងកន្លែងកើតហេតុនេះតែម្ដង